ជំរាបសួរស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀប boost view live Facebook ជាមួយនឹង website JSMM វីដេអូមួយនេះគឺស័ក្តិសមមែនតើសម្រាប់បងប្អូនដែលធ្វើអាជីវកម្មលក់ដូរតាមអនឡាញឬក៏បងប្អូនធ្វើវីដេអូអំពី game ហើយបងប្អូនចង់ឲ្យការ live របស់បងប្អូនមានចំនួន view ច្រើនបងប្អូនអាចតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគ្រាន់តែមាន link វីដេអូ live របស់បងប្អូនអាច boost ចំនួន view បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងយ៉ាងងាយស្រួលដោយប្រើពេលត្រឹមតែរយៈពេលខ្លីនិយាយពីតម្លៃសេវាកម្មវិញគឺពិតជាសមរម្យមែនទែនបងប្អូនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link នៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យថា Facebook នឹងបានហើយបន្ទាប់មកបងប្អូនអូសវាមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា category ដែលនៅក្នុងនឹងផងដែរគឺវាមានសេវាកម្មច្រើនមែនតើដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook page follower page like follower group member post like post reaction page review post share video view ច្រើនមែនតើហើយបងប្អូន scroll អូមកក្រោមឲ្យផុតមកបងប្អូននឹងឃើញមានសេវាកម្ម live stream view ដូច្នេះហើយសម្រាប់បងប្អូនដែលចង់បង្កើនចំនួន view នៅលើការ live បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook live stream view នេះបានហើយបន្ទាប់មកទៀតនោះគឺបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា Service ដែលនៅក្នុងនឹងផងដែរគឺវាមាន Service ជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមាន Service ដូចជា Facebook Live Stream View Max 500k ដែលមានរយៈពេល15នាទី30នាទី45នាទី60នាទី90នាទី120នាទីនិង150នាទីហើយចំពោះរាល់រយៈពេលដែលនៅលើសវីនីមួយៗគឺជារយៈពេលនៃចំនួន view នៅលើការ live របស់បងប្អូនឧទាហរណ៍បងប្អូនជ្រើសរើសទៅលើសវីដែលមានរយៈពេល15នាទីដូច្នេះហើយនៅពេលដែលបងប្អូនប៊ូសចំនួន view ទៅចំនួន view នៅលើការ live របស់បងប្អូនគឺវាមានត្រឹមតែរយៈពេល15នាទីទេបងប្អូនមានន័យថាបន្ទាប់ពី15នាទីក្រោយបងប្អូននឹងឃើញចំនួន view នៅលើការ live របស់បងប្អូននឹងធ្លាក់ចុះមកវិញដូច្នេះហើយប្រសិនបើបងប្អូនចង់ឲ្យចំនួន view នៅលើការ live របស់បងប្អូនមានរយៈពេលប៉ុន្មានបងប្អូនអាចចុចចូលជ្រើសរើសទៅលើ service ដែលមានរយៈពេលប៉ុណ្ណឹងបានបងប្អូនដោយសារតែខាង website យើងខ្ញុំមាន service ដែលមានរយៈពេលយ៉ាងយូរបំផុតរហូតដល់150នាទីបងប្អូនដូច្នេះហើយបងប្អូនឆ្លាញ់ពេញចិត្តទៅលើ service មួយណាបងប្អូនអាចចុចចូលជ្រើសរើសទៅលើ service មួយនឹងបានសូមបញ្ជាក់បងប្អូនផងដែរថាចំពោះរាល់ service ទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់ៗនៅលើនឹងតែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនហើយធានា quality ជូនដល់បងប្អូនដូចគ្នាសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើ service ដែលនៅខាងលើគេបង្អស់គឺ Facebook Live Stream View Max 500k ដែលមានរយៈពេល15នាទីនៅពេលដែលបងប្អូនបានចុចចូលជ្រើសរើស service រួចរាល់អស់ហើយបងប្អូនអូសមកក្រោមទៀតមកហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោម service ហ្នឹងត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link វីដេអូ live របស់បងប្អូនចូលដើម្បីទាញយក link live របស់បងប្អូនបានបងប្អូនចូលទៅកាន់ការ live របស់បងប្អូនជាមុនសិនមកហើយនៅលើការ live របស់បងប្អូននឹងឃើញមានសញ្ញាព្រួយនៅខាងក្រោមនេះបងប្អូនអាចចុចចូលទៅលើសញ្ញាព្រួយនឹងបានបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link នៅខាងក្រោមនេះបងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបានបន្ទាប់ពីបងប្អូនបាន copy link live របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link live របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន view ដែលបងប្អូនចង់ boost នៅខាងក្រោមនេះបានតែនៅក្នុងនឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន50 view ហើយយ៉ាងច្រើនរហូតដល់50000 view បងប្អូនដូច្នេះហើយបងប្អូនអាចដាក់ចំនួន view ដែលបងប្អូនចង់ boost ទៅតាមតម្រូវការរបស់បងប្អូនបានសម្រាប់ខ្ញុំធ្វើជាវីដេអូបង្ហាញដល់បងប្អូនគឺខ្ញុំដាក់ត្រឹមតែចំនួន50 view ទេបងប្អូនចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតជូនដល់បងប្អូនអូតូទៅតាមចំនួន view ដែលបងប្អូនបាន boost នៅខាងលើ
ជាឧទាហរណ៍ដូចខ្ញុំដាក់ត្រឹមចំនួន50អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.034 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន view នៅខាងលើនឹងច្រើនជាងនេះបងប្អូនអាចនឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានដាក់នឹងដូចគ្នាមិនថាបងប្អូនដាក់ចំនួន view ច្រើនប៉ុណ្ណាក៏តម្លៃសេវាកម្មនៅខាងក្រោមនឹងគឺនឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងតែបងប្អូនអត់ចាំបាច់ពិបាកគិតថាចំនួន view ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនចំណែកឯ description នៅខាងក្រោមនេះគឺជា description របស់ service ដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើដូច្នេះហើយបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់ service ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link line របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យ submit នៅខាងក្រោមនេះបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យចំពោះរយៈពេលរងចាំបងប្អូនអាចរងចាំរយៈពេលពី3ទៅ4នាទីឬក៏យូរជាងនេះតិចតួចទៅតាម service ដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន view នៅលើការ like របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុចចេញពី website នឹងវិញបានហើយបងប្អូនអាចចូលទៅកាន់ការ like របស់បងប្អូនវិញដើម្បីពិនិត្យចំនួន view ដែលបងប្អូនបានប៊ូសជាមួយនឹង website JSMM ដូច្នេះសម្រាប់ការប៊ូស view live Facebook នៅលើ website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗហើយបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានការចំណេញយ៉ាងច្រើនសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ